អរុនសួស្តីបងប្អូនចាសម្រាប់អ្នកមានចំការឬមានសួនបន្លែខ្លួនឯងអត់មានអីប្លែកទេเนาะពេលព្រឹកគឺដឹងតែចូលសួនស្រោចទឹកបោចស្មៅតែប៉ុណ្្នឹងឯងតែវាជាសេចក្តីសុខជាសេចក្តីសុខមួយសម្រាប់ជីវិតវាជាធម្មពលសម្រាប់ពេលព្រឹករបស់ខ្ញុំនៅពេលដែលយើងបើកភ្នែកមកឃើញសួនរុក្ខជាតិបៃតងនៅជុំវិញខ្លួនបែបនេះគឺពោពេញទៅដោយកម្លាំងធម្មពលសម្រាប់បងប្អូនដែលស្រឡាញ់វិស័យដាំដុះស្រឡាញ់ការរស់នៅបែបធម្មជាតិមានដំណាំជុំវិញផ្ទះវាជាសេចក្តីស្ងប់សុខមួយសម្រាប់ផ្លូវចិត្តហើយក៏វាជាបរិយាកាសរស់នៅមួយដែលមនុស្សគ្រប់គ្នាចង់បានដែរអញ្ចឹងហើយសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់យើងគឺពិតជាសំខាន់ខ្លាំងណាស់បើសិនជាបងប្អូនមានសួនតាណាមួយបានទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តពីព្រោះសុខភាពផ្លូវកាយគឺយើងបានដំណាំដែលយើងដាំដុះដោយខ្លួនឯងញ៉ាំដោយមានសុវត្ថិភាពសុខភាពផ្លូវចិត្តនោះគឺយើងមានបរិយាកាសរស់នៅដែលពោពេញទៅដោយភាពស្រស់បំព្រងចឹងបងប្អូនចង់បានតាណាចង់បានសួនសម្រាប់គ្រួសារយើងចាប់ផ្ដើមដាំទៅព្រោះឥឡូវនេះគឺការដាំដុះมันមានអ្វីដែលពិបាកសម្រាប់ដូចការជំនាន់មុនទេពីព្រោះដោយសារតែយើងមានជំនួយច្រើនពីឧបករណ៍ឬក៏ជីសរីរាង្គធម្មជាតិដែលមានការចម្រាញ់ស្រេចសម្រាប់បងប្អូនយកទៅដាំដុះ